ជឿជាក់ហេតុអីក៏ម៉ាក់ជឿជាក់យ៉ាងហ្នឹងម៉ាក់មានអីល្អជាងប្រពន្ធគេទេឯងជួយផ្ញើលេខភ្ញៀវឈ្មោះនេះឲ្យគ្នាផងសម្រាប់ថ្ងៃយប់នេះឯងជួបជាមួយកូននឹងគេខ្ញុំណាត់ឲ្យមិនបាច់ទេឯងសុកចិត្តចាញ់នឹងគេទេខ្ញុំមិនផ្លាច់ចិត្តទេមូលហេតុដែលប្តីរបស់នាងទៅចោលនាងព្រោះនាងមកគួរឲ្យធុញគឺវាអញ្ចឹងឯងសុំទៅណាមិនដោយអ្វីដែលនាងគិតទេខ្ញុំគ្រាន់តែមិនចង់ឲ្យគេឃើញថាខ្ញុំត្រូវប្តីក្បត់ចិត្តហើយទៅរកអ្នកថ្មីភ្លាមជីវិតខ្ញុំមិនមែនអត់ប្រោះដាច់ខ្យល់ស្លាប់នោះទេយើងនៅមានកិត្តិយសខ្ញុំនឹងចាំមើលលោកមកយ៉ាងម៉េចម៉ាញ់នេះប៉ងរបស់ឯងតែរកខ្ញុំក៏ប្រាប់ថានាងនៅទីនេះខ្ញុំខំប្រឹងធ្វើគ្រប់យ៉ាងនេះដើម្បីនាងណាអងប៉ងយ៉ាងណាផ្ញើមិត្តរបស់បងផងណាមិញនេះនៅយំសោកសៅរឿងប្តីនៅឡើយបើអញ្ចឹងជួយ take care មើលថែផងសម្រាប់ការខាត់ពេលទុកបងចាត់ចែងបងតាណាតែផ្ទះអញ្ចឹងសុំទៅដែរនេះខ្ញុំដោយសារឡានជាមួយមួយយូរទេបានពេលនិយាយគ្នាផងខ្ញុំគ្មានអីនិយាយជាមួយលោកទេតែខ្ញុំមានបើបងអត់ចង់លេងបងត្រូវតែធ្វើឲ្យគេដឹងថាគេកំពុងតែបាត់បង់នារីដែលល្អបំផុតក្នុងឆាកជីវិតលោកគិតចង់ធ្វើអីអាឡូខេមមានការអីរីសាអញនៅណាដុកទ័រឯងមានការងារចូលហើយសម្បនឯងកុំតាមខ្ញុំទៀតកុំអានមកពង្វក់ខ្ញុំពេលនេះគ្រាន់តែប៉ុណ្ណឹងជីវិតខ្ញុំមានបញ្ហាពេកទៅហើយខេមដុកទ័រត្រូវនាយកហៅទៅនិយាយរឿងអីដូចខ្ញុំប្រាប់អញអញ្ចឹងមានគេឃើញដុកទ័រស្និទ្ធស្នាលជាមួយអ្នកជំងឺស្រីអ្នកជំងឺឈ្មោះអីទៅរីសាគឺកេតមែនទេអញដឹងរឿងនេះហើយហ៎ដុកទ័រណៃណាខ្ញុំសុំទោសលោកសុំទោសមានន័យថាលោកព្រមទទួលថាលោកមានភាពស្និទ្ធស្នាលជាមួយអ្នកជំងឺដូចគេប្រាប់ខ្ញុំមែនមិនមែនទេខ្ញុំសុំទោសដែលរឿងធ្វើឲ្យខូចគេឈ្មោះប៉ះពាល់តែការពិតទៅស្រីដែលមានគេឃើញនោះមិនត្រឹមតែជាអ្នកជំងឺទេគាត់គឺជាមិត្តរបស់ខ្ញុំអញ្ចឹងបានជារាក់ទាក់ចាប់ដៃចាប់ជើងជាមួយគ្នាជារឿងធម្មតាតែប៉ុណ្ណោះទេណាតែបើតាមខ្ញុំឮមកមិនត្រឹមតែប៉ះពាល់ទេដុកទ័រលោកអោបគ្នាក្នុងបន្ទប់ពិនិត្យតាមពិតទៅគឺខ្ញុំតាមពិតទៅខ្ញុំមិនចង់រវល់រឿងផ្ទាល់ខ្លួនរបស់លោកទេតែរឿងនេះវាប៉ះពាល់ដល់កិត្តិយសរបស់មន្ទីរពេទ្យអ្វីដែលសំខាន់ភរិយារបស់លោកក៏ធ្វើការនៅទីនេះដែរខ្ញុំមិនចង់ឲ្យមានរឿងអាស្រូវកើតឡើងលោកគ្រូខ្ញុំលោកជាពេទ្យស៊ូហើយពូកែខ្ញុំមិនចង់បាត់បង់លោកទេតែលោកដឹងច្បាប់ហើយយ៉ាងណាខ្ញុំត្រូវបង្កើតគណៈកម្មការស៊ើបអង្កេត
ទៅចានេះមិនការអីរីសាខ្ញុំបានលើរឿងដុកទ័រតែចង់មកបកស្រាយរឿងអ្នកជំងឺដែលមានព័ត៌មានជាមួយដុកទ័រឈ្មោះកេតសារិនគាត់ជាមិត្តស្និទ្ធស្នាលរបស់ខ្ញុំហើយខ្ញុំគឺជាអ្នកសុំឲ្យដុកទ័រជួយមើលរីសាខ្ញុំហ៊ានអះអាងថាដុកទ័រនិងមិត្តខ្ញុំគ្មានអ្វីនឹងគ្នានោះទេគ្រប់គ្នាក៏បានដឹងលើរឿងនេះដែររីសាអរគុណដែលជួយសម្រួលរឿងនេះដល់ខ្ញុំមិនបានជួយសម្រួលឲ្យពេទ្យទេតែមិញនេះអូនជួយនិយាយរហូតដល់លោកគ្រូពេទ្យគាត់មិនបង្កើតគណៈកម្មការស៊ើបអង្កេតខ្ញុំទេខ្ញុំចង់ធ្វើឲ្យឃើញថាអ្នកណាដែលពេទ្យគួរតែរក្សាទុកទៅវិញទេនេះបើយើងសម្លឹងមើលជ្រុងមិនល្អខ្ញុំប្រហែលជាគិតថាឯងយករឿងរបស់ខ្ញុំហើយនឹងពេទ្យទៅប្រាប់នាយកគឺឯងធ្វើឲ្យពេទ្យមានរឿងហើយខ្លួនឯងនឹងបានធ្វើជាតួឯងណាធ្វើដូចឯងពីមុខផ្សេងខាងក្រៅផ្សេងបើឯងស្រឡាញ់ពេទ្យលែងឲ្យគាត់ទៅកេតអូនមិនគួរមកទីនេះទេគឺពេទ្យប្រាប់ថាមានបញ្ហាពេទ្យក៏បញ្ញាប់ទេរកេតក៏ស្រោតមកទីនេះចៅការងារចៅភ្ញៀវដើម្បីពេទ្យបងសុំបកកេតត្រឡប់ទៅវិញសិនទៅបងមិនចង់ឲ្យទូនីតិនឹងការងាររបស់បងមានបញ្ហាឡើយបើឯងស្រឡាញ់ពេទ្យឯងគួរតែទៅទោះពេទ្យស្រឡាញ់ឯងតែយើងគឺជាភរិយាដែលត្រឹមត្រូវសង្គមតែងតែលើកកម្ពស់អ្វីដែលត្រឹមត្រូវជានិច្ចដូច្នេះយើងប្រហែលលែងជាមួយពេទ្យមិនបានទេតែបងសុំបងត្រឡប់ទៅវិញសិនទៅបងនិយាយបែបនេះព្រោះបងគ្រប់ត្រសម្ដីរីសាមែនទេកែតអូនទៅវិញសិនទៅបងសុំបងយើងប្រហែលមិននិយាយរឿងលែងគ្នាទៀតទេពេទ្យខ្ញុំសុំទោសខ្ញុំមិននិយាយរឿងនឹងតទៅទៀតទេតែខែមកចាត់ឆ្នាំឲ្យខ្លួនឯងស្អាតដើម្បីគិតទៅដើមប្តីគេខ្ញុំថាមកកុំអីទោះជាក្រៅស្អាតប៉ុណ្ណាតែខាងក្នុងរលួយយ៉ាងណាក៏នៅតែរួយបែបឯងគាត់ឆ្លាញ់ម៉ាក់ណាម៉ាក់ជឿជាក់ហេតុអីមកជឿជាក់ដល់ថ្នាក់ហ្នឹង
ម៉ាក់មានអីល្អជាប្រពន្ធគេមែនទេនៅថ្ងៃខួបអាពាហ៍ពិពាហ៍ថាម៉េចហ្នឹងហេតុអីក៏គាត់ចិត្តអាក្រក់ខ្លាំងម្ល៉េះឥឡូវឯងត្រូវនៅផ្ទះជាមួយដុកទ័រសំបីតែដឹងថាគាត់មានសហាយជាមួយនឹងមិត្តអាសិរពិសអញ្ចឹងហ៎ហាគឺតាំងពីប៉ែតសុំខ្ញុំលែងគាត់មិនអាចត្រឡប់មកកេញផ្ទះសោះប៉ិតមែនណានេះឯងត្រូវបែករឿងនេះតែម្នាក់ឯងយ៉ាងម៉េចនឹងរិសាឥឡូវអញ្ចេះចុះណាឯងផ្លាស់ទៅនៅជាមួយខ្ញុំទៅចាំថ្ងៃនេះខ្ញុំចេញពីវិញខ្ញុំទៅជួយជញ្ជូនអីវ៉ាន់មិនអីទេអរគុណហើយខ្ញុំអាចទៅរួចរិសាខ្ញុំអត់ធ្វើអីខុសខ្ញុំមិនចាំបាច់ថយតាណាទេហើយរិសាទៅធ្វើការចុះចេញពីធ្វើការទៅរកញ៉ាំអីជាមួយគ្នាខ្ញុំចាំនៅក្បែរនេះអូខេណាប្រាប់ឲ្យទៅមិនក៏មិនទៅចង់នៅធ្វើអីទៀតខ្ញុំនឹងជួយបងជួយអីគេគឺរឿងបងនឹងប្តីនឹងណាលោកមិនបាច់ជួយអីខ្ញុំទេខ្ញុំបាននិយាយជាមួយគាត់ហើយគាត់មិននិយាយរឿងលែងលះទៀតទេតោះទៅខ្ញុំនឹងមិនណាត់ជួបលោកទៀតទេខ្ញុំមិនខ្វល់នោះទេនេះលេខទូរស័ព្ទខ្ញុំផ្ញើផងបើចង់ជួបខ្ញុំខលមកចុះគឺប្រាប់ហើយថាមិនខលពេលណាក៏បានដែរលេខរបស់ខ្ញុំនេះបើក24ម៉ោងឯណាអូយីម៉ាក់ណៃណាលោកស្រីសូត្រធម៌នៅសំណាក់ព្រះតាំងពីរសៀលបិទទ្វារឡានផងណាចាអើលោកបារនណាគេមិនទាន់មានការអនុញ្ញាតទេណាកេតមកទីនេះធ្វើអីបងចង់ចោលខ្ញុំហើយមែនទេបងចង់ចោលខ្ញុំមែនទេហេតុអីក៏ស្វឹងហើយនៅបាក់ឡានបែបនេះកើតទៀតកុំខ្វល់ជីវិតរបស់ខ្ញុំគ្មានសេះសល់អ្វីទេបងប្រាប់ថាបងស្រឡាញ់ខ្ញុំបងបាបខ្ញុំហើយខ្ញុំក៏ជឿបងអត់បងទេណាកេតចាប់បងប្រាប់ថាបងមិននិយាយរឿងលែងលះនោះតែរឿងនេះវាយ៉ាងម៉េចអូនលួចស្ដាប់បងហ៎សម្រាប់ថាបងមិនលែងលះជាមួយរីសាទេហ៎អើយកេតថ្ងៃនេះអូនក៏ឃើញដែរកន្លែងធ្វើការបងណាអាជីពបងវិញនឹងបាត់ម៉ងបងសុំបងចុះណាកេតអូនគួរតែស្ដាប់បងទៅតទៅនេះណាអូនកុំត្របនៅក្នុងមន្ទីរពេទ្យទៀតណាបានខ្ញុំមិនទៅមន្ទីរពេទ្យតែខ្ញុំនឹងរើមកនៅទីនេះមិនបានទេម៉ាក់បងគឺច្បាស់ជាមិនព្រមទេអញ្ចឹងខ្ញុំទៅនិយាយជាមួយម៉ាក់កេតកុំធ្វើបែបនេះអីកេតមន្ទីរពេទ្យក៏មិនអោយទៅ
ផ្ទះក៏មិនអោយនៅត្រង់ចំណុចណានៅក្នុងលោកនេះដែលខ្ញុំអាចនៅជាមួយបងបានក ែប មិនចាំបងត្រូវទៅនៅជាមួយខ្ញុំនៅខុនដូ តា បើបងធ្វើមិនបានយើងគឺបែកគ្នា ថ្ងៃនេះអញចង់ញ៉ាំអីខ្ញុំឲ្យអញជ្រើសរើសមិនបាច់លើកទេបាច់ទូរស័ព្ទចោលទៅអញទទួលធ្វើអី មានការអី ខ្ញុំគ្រាន់តែខំមកសួរថាអាចទៅដល់ផ្ទះហើយនៅចាស់វាតាក់តងស្អីជាមួយឯងដែរខ្ញុំមិននឹកស្មានសោះថាឯងជាមិត្តរបស់រីសាតែបែរជាដណ្ដើមប្តីគេទៅពង្ើយមិនខ្មាស់គេទេអី បានហើយស្រាប់មកមានការអី នេះស្បែកមុខឬក៏ស្បែកជើងឲ្យប្រកាសទៅហ៎មិនជាក្រាស់ដល់ថ្នាក់ដណ្ដើមប្តីរបស់គេហ៎អាក្រក់ណាស់ហើយ មានស្អីទៀត ខ្ញុំគ្រាន់តែចង់ប្រាប់ឯងថាបើឯងត្រឡប់ទៅផ្ទះមិនឃើញរបស់ពេកឯងមិនចាំបាច់ភ័យទេព្រោះពេកគាត់រើមកនៅជាមួយខ្ញុំនៅទីនេះឯងមានអ៊ីតាស៊ីវិលចំណែកខ្ញុំហើយនឹងពេកគឺនៅជាមួយគ្នាអញ្ជើញឯងដេកអោបអ៊ីតាស៊ីវិលនោះចាស់ណារីសាតារីសាយើងទៅតាមពេទ្យមកផ្ទះចាំខ្ញុំជូនឯងទៅបាននឹងកែតវាមិនព្រមចាំយើងតែកាភ្លៀងវាតា មិនបាច់ទេខេមតែញ៉ាំបាយទៅឯងចុះ អេអញតាណារីសា ខ្ញុំសុំនៅតែឯង រីសា នាងអូខេទេបាទ ខ្ញុំអូខេមិនអីទេអាចឈប់សិននឹងស្អីគេ អូគឺអាម៉ូឈីតូរសជាតិរាងជូរអែមតែអស់កម្លាំងកុំញ៉ាំព្រោះវាកម្លាំងខ្លាំងណាស់ពេលដែលញ៉ាំហើយមានតែហូរទឹកមាត់តែប៉ុណ្ណេះ ឲ្យខ្ញុំមកកែមកឲ្យខ្ញុំទៅកែមក មិនហើយនៅបកាសួរបន្តិចទៅមើលបើមិនតាមមកទៅផ្ទះយ៉ាងម៉េចបងណែបងរីសាបង
បងរិសាបងណែបងព្រួយប្រាមើលសុភាពនេះចាតាតៃយើងកុំនិយាយរឿងលែងលះទៀត បងមិននិយាយរឿងនេះទៀតទេ បងពេរើមកនៅជាមួយខ្ញុំទីនេះហើយ បងប្រក្បត់ចិត្តស្រីបានរឿងអីស្រីធ្វើមិនបាន បងស្ដាប់ខ្ញុំសិនទៅខ្ញុំមិនបានគិតធ្វើអ្វីបងនោះទេដេកជាមួយខ្ញុំណា ខ្ញុំប្រាប់បងហើយថាអ្នកផ្សេងធ្វើអាក្រក់ដាក់បងតែបងមិនគួរឈឺចិត្តធ្វើអាក្រក់តាមគេបងសុបងហើយបងគេងទៅ ខ្ញុំនឹងដេកជាមួយលោកខ្ញុំបានប្រាប់ឲ្យលោកហើយលោកត្រូវធ្វើតាមបញ្ជាខ្ញុំ លែង មិនលែង បងប្រកាសហើយថាចង់ដេកជាមួយខ្ញុំនោះ ប្រកាសថា បងមានសង្សារហើយនៅ ញ៉ាំមិនឆ្ងាញ់តាណា ណែនាងក្រាន់បើមិនក្មេងសម្លឹងមើលព្រានសម្រាប់ថាភេទអីឲ្យប្រកាសទៅ ភេទណាអាចទះមាត់ឯងបានខ្ញុំភេទហ្នឹង លលេងសោះហ្នឹងធ្វើរឹករាន់បើអូយកអីព្រីសូខ្ញុំពីសព្រា ធម្មតាឯងនឹងអាភេទជួបគ្នាណែណាហើយមានរឿងអីបានជាងើបមកពីព្រឹកបែប កុំ នេះ ហៅថាងើបពីដេកហៅថាមិនបានដេកល្អជាងព្រោះខ្ញុំត្រូវមើលការខុសត្រូវភ្ញៀវជំនួបបងប៉ង មានន័យថាម៉េច គឺយប់មិញហ្នឹងណាអាប៉ោនោះវាណាត់ជួបភ្ញៀវហើយពេលដល់ម៉ោងបាត់សម្បល់ឲ្យឈឹងពេលខ្ញុំទៅប្រាប់ថាមានការបន្ទាន់ចុងក្រោយយ៉ាងម៉េចគឺខ្ញុំនេះគឺទទួលភ្ញៀវជំនួសវាទៅហើយប្រាប់ឲ្យដឹងទៅចុះណាភ្ញៀវម្នាក់នេះមិនដឹងមកពីណាទេលេងខ្ញុំខ្លាំងឡើងអូយឈឺណាអូយ ហើយចុះប៉ងមានប្រាប់ទេថាការ
សល់តែខាងក្នុងមួយហើយ ប៉ុណ្ណឹងចុះជីវ អាឡូប៉ងមិញនេះសម្លេងអ្នកណាប៉ងអាឡូ ស្អីគេហ៎ មិញនេះខ្ញុំដល់ឮសម្លេងមនុស្សនៅក្នុងផ្ទះប៉ង អើយมันអាចទេអាប៉ងគ្មានថ្ងៃនាំនរណាទៅផ្ទះទេបើមិនស្និទ្ធជាមួយនឹងវានោះខ្ញុំថាឯងគួរតែលើសម្លេង TV ច្រើនជាង ក្មេងឈួតមិនខំនិយាយជាមួយខ្ញុំបែបនេះហ៎ ឈប់ ហើយមិនខំនិយាយជាមួយខ្ញុំបែបនេះ ឈប់ ខ្ញុំនឹងឲ្យប៉ូលីសចាប់អញដាក់គុក ណែបើសិនជាបងគប់ខ្ញុំ3ក្បាលអ្នកដែលត្រូវប៉ូលីសចាប់គឺបងទេឡើងទៅ មិនក៏ត្រូវចាប់ខ្ញុំបាទលោក មិនបងនិយាយថាម៉េចនិយាយតទៅទៀតទៅមើល មិនក៏ត្រូវចាប់ខ្លួនខ្ញុំបើខ្ញុំការពារខ្លួន ការពារខ្លួនពីក្មេងអាយុ18ឆ្នាំដូចខ្ញុំនេះឬនៅ17ឆ្នាំគួរតែប្រយ័ត្នបន្តិចទៅហើយអ្នកដែលត្រូវប៉ូលីសចាប់នោះគឺជាបងទេពីបទនាំអនិច្ចជន ឈួតទេខ្ញុំនៅក្នុងបន្ទប់លោកអើលោកក៏នៅលើខ្លួនខ្ញុំតែអ្នកណានាំអ្នកណា បងភ្លេចហើយថាយប់មិញនេះអ្នកណាគឺជាអ្នកផ្ដាំមុន ឥឡូវចាំបានហើយនៅថានរណាគឺជាអ្នកផ្ដាំមុនតែបើចាំមិនបានទេខ្ញុំនិយាយឲ្យស្ដាប់ក៏បានតាំងពីកិច្ចការបន្ទប់លើមកដល់លើក្រែននោះ ឈប់និយាយទៅកុំចូលមកណាហេនតែចូលមកខ្ញុំនឹងក្បែរក្បាល ធ្វើចិត្តឲ្យតិចសិនមើលដាក់ភ្លើងគោមនេះចុះសិនទៅនិយាយគ្នាសិនយ៉ាងណាយើងទៅពីអ្នកក៏មិនឆ្លើយអីដែរអូយ បងស្ដាប់ខ្ញុំសិនបងអ៊ីសាអ្នកបងព្រួលប្រាលេសមកអូយអ្នកបងអូយបងស្ដាប់ខ្ញុំសិនបងស្ដាប់ខ្ញុំសិនទៅមិននេះខ្ញុំលោលេងទេយប់មិញគឺខ្ញុំទៅមកគ្មានអីនឹងគ្នាទេ លោកថាម៉េចហ្នឹង មើលក្នុងឡាបូទៅក្រៃលោតនឹកឃើញបងឃើញខោអាវរបស់បងប្រឡាក់កំអួតហើយនៅ ស្ងាត់បែបនេះមានន័យថានឹកឃើញហើយអញ្ចឹងនៅចង់ប្តឹងប៉ូលីសចាប់ខ្ញុំទៀតទេ ឈប់និយាយទៅចាំតាណាក៏ទៅតែ អូខេអញ្ចឹងខ្ញុំត្រៀមឈុតទុកឲ្យបងចុះណាបងងុតទឹកតាមស្រួលទៅចុះបងលែងប្តឹងប៉ូលីសចាប់ខ្ញុំហើយអូប្តឹងបទលួងលោមមនុស្សចាស់
ស្រោតទៅប្តឹងប៉ូលីសចាប់ខ្ញុំ ឈប់និយាយពីប៉ូលីសទៅបានទេ ឥឡូវចាំទៅណា គឺខ្ញុំទៅផ្ទះ ទៅផ្ទះខ្ញុំខំធ្វើសាំងវិចនិងកាហ្វេទុកឲ្យញ៉ាំសិនទៅ ខ្ញុំមិនឃ្លានទេ អាហារពេលព្រឹកគឺជាពេលសំខាន់បំផុតហេតុអីចាំឲ្យក្មេងបង្រៀន ខ្ញុំជាពេទ្យខ្ញុំដឹង បើដឹងទៅញ៉ាំទៅទៅញ៉ាំណាឈប់ ចាខ្ញុំធ្វើយ៉ាងម៉េចទៀតខ្ញុំលើកសង្វេជមកហាញ់តា ចឹងមិនក៏មិនញ៉ាំ គឺខ្ញុំបញ្ញាប់ បញ្ញាប់ឬមួយក៏មិនហ៊ានមើលមុខខ្ញុំនេះខ្ញុំធ្វើផ្លេចក៏បានដែរសម្រាប់អ្វីដែលបងនិយាយជាមួយខ្ញុំ ថយ ឈប់ ថយ ឈប់បងរិសាឈប់បងអាម៉ា ជំរាបសួរ សង្សារបងហ៎ មិនមែនទេ បើមិនមែនហេតុអីបានស្លៀកពាក់ឈុតរបស់បងខ្ញុំចាំអាវនេះបានបងគេស្លៀកជាញឹកញាប់ ចៃដនពីយប់មិញគាត់ធ្វើឲ្យប្រឡាក់ខ្ញុំក៏នាំគាត់មកដូរអាវទៅ ខ្ញុំលាសិនហើយគាត់ជឿនមានការរវល់ជំរាបលា បង ឈប់ម៉ូរីបរិសាឈប់ អើយនេះតាមមកធ្វើអី ខ្ញុំមកសុំកាបូបលុយបង យ៉ាងធ្វើអី គឺបងស្រវឹងការពីយប់មិញរហូតចង់គេជាមួយខ្ញុំព្រោះអ្វីទៅ ឆាប់និយាយទៅរឿងនេះវាចាប់ទៅហើយអើយណែឲ្យមកនេះឲ្យមកបងចង់បានប្តីបងវិញទេ ថាម៉េច ខ្ញុំជួយ អីគេ ជួយឲ្យបងនឹងឈប់រត់តាមគេតែឲ្យខាងប្តីបងនឹងតាមបងវិញ ណែយប់មិញទៅណាចៅហេតុអីស្លៀកពាក់បែបឈុតរបស់មនុស្សប្រុសទៅវិញ ខ្ញុំទៅកេញផ្ទះមិត្តភ័ក្តិតែសិនហើយ អូបើគិតថាការដេកផ្ទះអ្នកដតីជាការទៀមទាការចាប់អារម្មណ៍ពីប្តីជឿយើងទៅវាគ្មានផលទេបើប្រុសគេទៅមានប្រពន្ធថ្មីមានន័យថាគេធុញនឹងអារបស់ចាស់ អ្នកម៉ាក់ធ្លាប់មានបទពិសោធន៍ទេតែខ្ញុំជឿ អូហូយើងគ្រាន់តែមើលមុខកូនប្រុសរបស់យើងបញ្ជាក់ច្បាស់ម្លឹងគ្មានបទពិសោធន៍ក៏យើងមើលដឹងពេលណាទៅឯងព្រមលះជាមួយកូនឯងដើម្បីឲ្យឯងហ៊ានត្រឡប់មកដេកនៅផ្ទះមិនចាំបាច់កិច្ចពីក្រងចាស់ទៅដេកនៅកន្លែងផ្សេងអូយគួរអាណិតកូនឯងមែនតើផ្ទះខ្លួនឯងសោះនៅមិនបានត្រូវបណ្ដោយឲ្យអ្នកផ្សេងមកនៅជំនួស បើអ្នកក្រៅដែលម៉ាក់កំពុងតែនិយាយនេះប្រហែលមិនមែនទេព្រោះខ្ញុំនៅក្នុងនាមជាភរិយាដែលបានចង់អេតាសវិលត្រឹមត្រូវតាមច្បាប់ជាមួយពេទ្យ អូប៉ាកែហ៊ាននិយាយជាប្រពន្ធដែលប្តីមិនត្រូវការណែបើយើងវិញណាមិនហ៊ាននៅផ្ទះនេះទេ ទោះខ្ញុំមិនបានរស់ក្នុងនាមជាភរិយានៅក្នុងផ្ទះនេះក៏ខ្ញុំមានសិទ្ធិនៅក្នុងផ្ទះនេះ សិទ្ធស្អី សិទ្ធិម្ចាស់លុយដែលទិញផ្ទះនេះម៉ាក់ប្រហែលជាភ្លេចថាប្រាក់ដែលខ្ញុំលក់ដីធ្លីរបស់ប៉ាម៉ាក់បានហើយបានចិត្តទៅជួយរឿងបញ្ហាក្រុមហ៊ុនរបស់អ្នកម៉ាក់ហើយខ្ញុំក៏បានផ្ទេរប្រាក់មកទិញផ្ទះនេះពាក់កណ្ដាលដែរ អញទាគុណស្រ័យហ៎ ខ្ញុំមិនបានទាគុណនោះទេម៉ាក់ច្បាស់ហើយអាចនឹងភ្លេចព័ត៌មានខ្លះខ្ញុំគ្រាន់តែចង់រំលឹកការចងចាំរបស់ម៉ាក់តែប៉ុណ្ណោះ មកលៀងរបួសហ៎ អត់ទេ ខ
ខ្ញុំមករកអ្នកគ្រូពេទ្យឈ្មោះអារីសាលោកដុកទ័រជាស្វាមីរបស់អ្នកគ្រូពេទ្យអារីសាមែនទេខ្ញុំចាំបានមែនហើយតើមិនមានការស្អីនេះកាបូបលុយរបស់រីសានតាខ្ញុំយកមកឲ្យវិញបរិសាទធ្លាក់កាលពីយប់មិញ